ស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព័ត៌មានមួយដែលបានដកស្រង់ចេញពីកាសែតរបស់សហរដ្ឋអាមេរិកដ៏ល្បីមួយដែលដាក់ចំណងជើងថាអ៊ីរ៉ង់បង្ហាញជំហរយ៉ាងរឹងមាំខណៈសហរដ្ឋអាមេរិកបន្តការវាយប្រហារទៅលើគោលដៅយោធាពេញមួយយប់ឥឡូវនេះខ្ញុំសូមធ្វើការអធិប្បាយដើម្បីចែកជូនដល់អ្នកទាំងអស់គ្នាទស្សនាឲ្យបានជ្រាបអំពីស្ថានភាពក្តៅៗនៅតំបន់មជ្ឈិមបូព៌ាភាពរាយការណ៍នៅមជ្ឈិមបូព៌ាកំពុងតែតានតឹងកាន់តែខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាថ្មីមួយលើគោលដៅយោធារបស់អ៊ីរ៉ង់ក្នុងរយៈពេលពេញមួយយប់យោងតាមបញ្ជាការកណ្ដាលកងទ័ពរបស់សហរដ្ឋអាមេរិកឬ CENTCOM ការបន្តការវាយប្រហារនេះបានកំណត់គោលដៅប្រមាណជាង90ទីតាំងរួមមានប្រព័ន្ធការពារដែនអាកាសទ្រព្យសម្បត្តិសម្រាប់ឃ្លាំមើលតំបន់ឆ្នេរសមុទ្រនិងកន្លែងស្តុកទុកមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកឬដ្រូនសហរដ្ឋអាមេរិកអះអាងថាគោលបំណងសំខាន់គឺកាត់បន្ថយភាពតានតឹងរបស់អ៊ីរ៉ង់នៅក្នុងការគំរាមកំហែងដល់នាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូមូសដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោកការឆ្លើយតបអ៊ីរ៉ង់បានប្រកាសថាខ្លួនបានវាយប្រហារលើគោលដៅសហរដ្ឋអាមេរិកនៅតំបន់គូវេត បារ៉ែន ដោយចាត់ទុកថាជាការសងសឹកចំពោះការវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោនទោះជាយ៉ាងណាប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់ថាការវាយប្រហារទាំងនេះមិនមានន័យថាសហរដ្ឋអាមេរិកកំពុងវិលត្រឡប់ទៅកាន់សង្គ្រាមពេញទំហឹងនោះទេលោកក៏បានបង្ហាញពីការគាំទ្រចំពោះការបន្តកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ផងដែរទន្ទឹមនឹងនេះមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បានបង្ហាញពីជំហរដ៏រឹងមាំដោយព្រមានថារាល់ការអ្នកណាដែលវាយប្រហារអ៊ីរ៉ង់នឹងទទួលការវាយបកវិញអ៊ីរ៉ង់ក៏បានអះអាងថាការគ្រប់គ្រងច្រកសមុទ្រហូមូសគួរតែស្ថិតក្រោមការរៀបចំរបស់អ៊ីរ៉ង់មិនមែនដោយសម្ពាធរបស់សហរដ្ឋអាមេរិកឡើយលើសពីនេះក្រសួងការបរទេសអ៊ីរ៉ង់បានព្រមានប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលបានដល់ការគាំទ្រប្រតិបត្តិការយោធានេះថាពួកគេអាចនឹងប្រឈមផលវិបាកយ៉ាងធ្ងន់ធ្ងរនាពេលខាងមុខអ្នកជំនាញផ្នែកនយោបាយអន្តរជាតិនិងសន្តិសុខលោកស្រីអូនតាហ៊ីបបានលើកឡើងថាអ៊ីរ៉ង់កំពុងបង្ហាញថាខ្លួនមិនមានចេតនាបោះបង់ការប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិកនោះទេលោកស្រីបានពន្យល់ថាការវាយប្រហារចុងក្រោយបានដោតលើតំបន់យុទ្ធសាស្ត្រសំខាន់ៗដែលទាក់ទងទៅនឹងការនាំចេញប្រេងនិងមូលដ្ឋានទ័ពយោធារបស់អ៊ីរ៉ង់នៅជិតច្រកសមុទ្រហូមូសយោងតាមលោកស្រីគោលដៅរបស់សហរដ្ឋអាមេរិកគឺដាក់សម្ពាធឲ្យអ៊ីរ៉ង់បោះបង់សមត្ថភាពការគំរាមកំហែងដល់ចរាចរណ៍ថាមពលពិភពលោកអ្នកជំនាញរូបនេះក៏បានបញ្ជាក់ថាសហរដ្ឋអាមេរិកនៅតែមានជម្រើសច្រើនទៀតក្នុងការដាក់សម្ពាធទៅលើអ៊ីរ៉ង់ប្រសិនបើភាពតានតឹងនៅតែបន្តកើតឡើងចំពោះការវាយប្រហារដែលអ៊ីរ៉ង់អះអាងថាបានធ្វើទៅលើប្រទេសបារ៉ែន គូវេតលោកស្រីបានលើកឡើងថាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពែរកំពុងស្ថិតក្នុងស្ថានភាពងាយរងគ្រោះថ្នាក់ដោយសារតំបន់នេះជាមជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់ពិភពលោកទោះបីជាស្ថានការណ៍កាន់តែតានតឹងក៏ដោយលោកស្រីជឿជាក់ថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅតែអាចបន្តដាក់សម្ពាធទៅលើអ៊ីរ៉ង់ដោយមិនចាំបាច់បញ្ជូនកងទ័ពទ្រង់ទ្រាយធំចូលទៅក្នុងទឹកដីអ៊ីរ៉ង់នោះសរុបមកវិបត្តិនៅតំបន់មជ្ឈិមបូព៌ា
តែស្ថិតក្នុងដំណាក់កាលដ៏រសើប ខណៈភាគីទាំងពីរបន្តបង្ហាញកម្លាំងយោធា ក៏នៅតែមានសេចក្តីសង្ឃឹមថាការចរចាការទូតអាចជួយទប់ស្កាត់ការផ្ទុះអាវុធជម្លោះទ្រង់ទ្រាយធំបន្ថែមទៀត។